សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកនេះមកជួបនឹងខ្ញុំទៀតហើយនៅមុខមនុយថ្មីបងថ្ងៃនេះមានប្រហិតច្រើនមុខណាមានប្រហិតសាច់ក្តាមមានប្រហិតសាច់មាន់ហើយនឹងមានប្រហិតក្រហមបងនេះជាគ្រឿងផ្សំរបស់ប្រហិតបងមានទឹកប្រេងខ្យងមានទឹកសៀងមានទឹកម្ទេសមានទឹកប៉េងប៉ោះមានស្ករសមានម្សៅម្ទេសហើយនឹងល្ងបងហើយនេះជាបន្លែផ្ទាប់របស់ប្រហិតយើងមានជីអាណាមានទឹកសោះមានម្ទេសមានការ៉ុតទៅតាមដានមើលទាំងអស់គ្នាតែខ្ញុំបានម្ហូបហើយនេះមកបងចាប់ដើមមកហាន់ប្រហិតយើងឲ្យចំណទូចស្នុកហូបបងអើយកំពុងសៅមកភ្លៀងរាល់ថ្ងៃទៅធ្វើការទៅទឹកមកកាផ្លេមកពីធ្វើការទៅទឹកមកកាផ្លេទៀតហើយអានេះមេតិចកូនគេទេទៅពេលម៉ាក់អើយចង់ញ៉ាំប្រហិតឆឹងអញ្ចឹងគាត់ទិញយកមកធ្វើឲ្យកូនហូបទៅបងកូនឃ្លានហើយយើងធ្វើហ្នឹងទៅណាមកបងខ្លាញ់យើងក្តៅហើយចាប់ផ្ដើមដាក់ប្រហិតយើងពងវាមកបងប្រហិតយើងឆ្អិនហើយយើងដួសវាដាក់ចានម្ដុំសិនមកបងឆ្អិនមួយមុខទៀតហើយដួសទុកមួយឡែកទៀតបងប្រហិតយើងឆ្អិនទាំងអស់ហើយណាមកបងចាប់ផ្ដើមមកធ្វើគ្រឿងប្រហិតក្លុកទាំងអស់គ្នាខ្ទឹមសកូរខ្ទឹមយើងឲ្យឡើងក្រហមសិនមកបងចាំបន្ថែមគ្រឿងតទៅមុខទៀតបងម្ទេសយើងក្លុកហើយម្ទេសហើយនឹងម្សៅម្ទេសបងម្ទេសបងដាក់តាមចំណង់ចំណូលចិត្តណាតែខ្ញុំចូលចិត្តហឹរបន្ថែមទឹកម្ទេសបងទឹកសៀងទឹកប៉េងប៉ោះទឹកប្រេងខ្យងកូរវាឲ្យសព្វមកបងមកពណ៌បងបន្ថែមប៊ីចេងហើយនឹងស្ករសបន្តិចទៅបងយើងបន្ថែមទឹកសបន្តិចទៅបងកុំឲ្យវាខាប់ពេកបងយើងបន្ថែមល្ងបន្តិចទៅឲ្យវាឃើញពណ៌កាន់តែស្អាតបងគ្រឿងយើងបានផ្សំឲ្យអស់ហើយឥឡូវចាប់ផ្ដើមចាក់ប្រហិតចូលអូយបងអើយទំនងមែននេះមេឃភ្លៀងត្រជាក់តបងប្រហិតឆឹងខ្ញុំហើយទៅមើលខ្ញុំភ្លក់ទាំងអស់គ្នា